សូមជម្រាបសួរកូនៗទាំងអស់គ្នាជាទីស្នេហាបាទជាទីស្រឡាញ់អញ្ចឹងលោកគ្រូសូមបន្តមេរៀនមួយទៀតទាក់ទងនឹងមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី1ដែលត្រង់ចំណងជើងថាការបំពេញកថាខណ្ឌបាទន័យថាយើងបំពេញកន្លែងប្រឡោះចុចកូនណាបាទអញ្ចឹងចូលអានលំហាត់របស់យើងទាំងអស់គ្នាណាបាទតោះកូនក៏ចូលជ្រើសរើសពាក្យក្នុងប្រអប់ដើម្បីបំពេញកថាខណ្ឌខាងក្រោមឲ្យបានត្រឹមត្រូវពាក្យក្នុងប្រអប់មានទូលាយធំធាត់ក្លាហានស្លូតបូតគំរូអញ្ចឹងកូនអានតាមលោកគ្រូណាលោកវីរៈជានាយទាហានមានវ័យក្មេងជាងគេនៅក្នុងកងពលលេខ1គាត់ជាយុវជនចុចហ៊ានប្រយុទ្ធឥតរាថយដើម្បីការពារទឹកដីគាត់ជាមនុស្សចុចតែមើងម៉ាត់គាត់ស្មោះត្រង់និងមានសាមគ្គីភាពមិនប្រកាន់ឋានៈឬតួនាទីឡើយនៅពេលទំនេរគាត់នាំពលទាហានដាំដំណាំនិងមើលថែសត្វចិញ្ចឹមឲ្យបានចុចមិនតែប៉ុណ្ណោះគាត់នាំពលទាហានទៅជួយស្ទូងច្រូតស្រូវឬជីកប្រឡាយជូនប្រជាជនទៀតប្រជាជននិងអ្នកក្រោមអាវ៉ាតស្រឡាញ់និងគោរពចាត់ទុកគាត់ជាចុចម្នាក់ដែលគួរយកតម្រាប់តាមបាទអញ្ចឹងលំហាត់ខមួយទៀតកូនណាចូលបំពេញល្បះខាងក្រោមឲ្យបានសមស្រប1សេនាមឿងសុកចិត្តស្លាប់ដើម្បីចុចបាន2ស្ដេចសៀមបានលើកទ័ពមកវាយចុច3វីរៈជនខ្មែរតស៊ូដើម្បីចុច4ប្រជាជនខ្មែរសុទ្ធតែជាអ្នកចុចជាតិនិងទឹកដីអញ្ចឹងកូនសាកល្បងបំពេញខ្លួនឯងណាបាទអញ្ចឹងលោកគ្រូនឹងបង្ហាញចម្លើយលោកកូនទាំងអស់គ្នាណាចឹងកូនទាំងអស់គ្នាណាលោកគ្រូបានបំពេញល្បះឲ្យកូនអស់ហើយបំពេញកថាខណ្ឌណាអញ្ចឹងជាចុងបញ្ចប់នេះលោកគ្រូសូមជូនពរកូនទាំងអស់គ្នាឲ្យទទួលបានតែសុខភាពល្អនិងជោគជ័យក្នុងការសិក្សានិងទទួលបានពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លានឃ្លាតឡើយលោកគ្រូសូមអរគុណនិងសូមជម្រាបលា